ចុះខ្ញុំបង្កើតអីthêmមួយយ៉ាហើយនៅក្នុង folder CS យើងមាន file CS មួយទៀតណាគ្នាអញ្ចឹងបង្កើតមកហើយមុនចូលតាមហាត់គឺយើងត្រូវយកទាំងអស់នេះសិនគឺចុចអ្នកនេះចុចហ្នឹងគឺប្រើមួយខ្លះហើយខ្លះជាឈ្មោះយើងចុចមកហៅហើយមួយ ID គឺយើងហៅសញ្ញាទាំងរូបបែបនេះខ្ញុំមានជាមួយនឹង section មួយនឹង title ជាមួយនឹង span មួយនឹង div អានេះក៏យើងក៏អាចកំណត់ width ហ្នឹងគឺប្រវែងទៅតឹងហើយកម្ពស់ហ្នឹងទៅ border សុំជំវិញជាមួយនឹង margin របស់យើងគឺមាន4ហើយណាគ្នា top right left អីហ្នឹងអង្គទៅឆ្វេងទៅស្ដាំណាយើងអាចអង្គបានកន្លែងនេះខ្ញុំពុះវាជាពីរចុះងាយស្រួលមើលអញ្ចឹងម្ខាង HTML ម្ខាង CSS ចូលដល់លំហាត់របស់យើងដើម្បី connect ជាមួយនឹង CSS បានអ្នកគ្នាវាទៅលើ link ហើយ dot មកអ្នកគ្នាឬ folder ដែលយើងឲ្យ file CSS ដែលយើងបានបង្កើតអញ្ចឹង p text របស់យើងគឺខ្ញុំហៅមួយលេខមកវាយ p text ធម្មតា color red អញ្ចឹងវានឹងចេញក្រហមហើយខាងក្រោមខ្ញុំមាន h1 ខ្ញុំវាយទៅលើខ្លះខ្ញុំតាំងដោយ title ចុះអញ្ចឹងអ្នកគ្នាគឺដល់ពេលយើងហៅទៅលេងហៅមកទៅចុច title មកយើងកំណត់ color វាទៅវានឹងចេញឲ្យយើងហើយយើងហៅចុចបែបណាឈ្មោះ h2 ដែលខ្ញុំនិយាយមកអញ្ចឹងគឺខ្ញុំកំណត់ id text អញ្ចឹងយើងហៅទាំងជ្រូកហើយ text មកកំណត់ color blue វាចេញឲ្យយើងណាយើងហៅចុចទេដោយសារវាជា page id ហើយខាងក្រោមគឺខ្ញុំមាន2បើសិនយើងមាន h3 h4 អញ្ចឹងបើយើងចង់ហៅម្ដង2អ្នកគ្នាហៅ h3 ក្បៀស h4 មកគឺយើងនឹងក្តោបបានទាំងពីរហ្នឹងហើយអត់មានន័យបាក់ទេ color នៅវិធានការហើយខាងក្រោមបើសិនជាខ្ញុំមាន div ហើយខាងក្នុង div វាមាន span អញ្ចឹងអ្នកគ្នាអាចហៅមក div span color ខែហើយវាដើរហើយចុះបើក្នុង span ហ្នឹងខ្ញុំមានជាមួយនឹង h5 មួយទៀតទៅមិនទៅវា3តង់ហើយអញ្ចឹងយើងហៅមកយើងចង់បានពណ៌ h5 អញ្ចឹងអ្នកគ្នាវាយ div span h5 យើងកំណត់ពណ៌បានហើយប៉ុណ្ណឹងណាឃើញអត់ឥឡូវខ្ញុំមាន div មួយទៀតដែលខ្លះខ្ញុំកំណត់ទៅលើកាតហើយ image ក្នុងហ្នឹងខ្ញុំមាន image អ្នកគ្នាធ្វើការ copy address មកផាក់ក្នុងហ្នឹងមកហើយតោះមកខ្ញុំហៅទៅលេងជាប្រភេទខ្លះអញ្ចឹងចុចមកហើយជាមួយនឹងកាតឈ្មោះរបស់យើងណាតាំងហ្នឹងជាមួយនឹង image មកអញ្ចឹងអ្នកគ្នាអាចកំណត់បានអ្នកគ្នាខ្ញុំចង់កំណត់ទំហំប្រមាណប៉ុណ្ណាចុះឃើញអត់ប្រវែងទៅតឹងណាហើយកម្ពស់យើងកំណត់តាមហ្នឹងយើងចង់បានប៉ុន្មានគឺយើងដាក់ប៉ុណ្ណឹងមកព្រោះខ្ញុំចង់បានរូបប៉ុណ្នេះអូខេហើយខ្ញុំមាន section មួយដែលខ្ញុំចង់កដោពណ៌អស់ហ្នឹងនៅក្នុង section តែមួយហ្នឹងទេអញ្ចឹងមកន័យថាតន័យរបស់យើងគឺស្ថិតនៅក្នុង section អញ្ចឹងខ្ញុំអាចហៅ section មកខ្ញុំចង់ឲ្យវាទៅក្តារទាំងអស់តន័យទាំងអស់ហ្នឹងខ្ញុំវាយមកនៅក្នុង touch line center តន័យរបស់យើងទាំងអស់គឺនឹងស្ថិតមកនៅក្តារហើយឃើញអត់អញ្ចឹងខ្ញុំសេរីតិចចង់អញ្ចឹងខ្ញុំចង់ឲ្យវាអង្គខ្ញុំទៅវាយទៅលើ machine ហ្នឹងឃើញវាផ្លាស់ទីអត់ហើយយើងភាគច្រើនគឺយើងប្រើទៅលើ machine laptop bottom ហ្នឹងអញ្ចឹងខ្ញុំវាយមក machine top វាប្រកាសជាធ្លាក់ចូលក្រោម40ពិសេសហើយបន្តិចគឺ machine bottom យើងអាចអង្គទៅលើវិញហ្នឹងហើយវាផ្ទុយគ្នាដាក់មក60เป็นកន្លែងទៅលើនេះរូបភាពហើយខ្ញុំចង់កំណត់ឲ្យវាទៅឆ្វេងអ្នកនេះអាចដាក់បាន machine left វានឹងកើតទៅឆ្វេងហើយ machine right ឃើញវាលោតមកស្ដាំវិញអត់ក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងខ្ញុំចង់ផ្ដោតសំខាន់ទៅលើ width ហើយយើងកំណត់ machine ឆ្វេងស្ដាំហើយនឹងការហៅមកលេងហ្នឹងហើយខ្ញុំឆ្ពាក់ border មួយចុះចាំវីដេអូ